មុខម្ហូបថ្ងៃនេះគឺខ្ញុំចង់បានបែបកូកូក៏អត់មានបន្លែអីច្រើនទេហើយចង់បានបែបហឹរជូរប្រៃអញ្ចឹងណាហើយថ្ងៃនេះខ្ញុំមកបុកស្វាយជាមួយនឹងត្រីងៀតអាំងក៏ដូចជាអាំងត្រីកធោខ្លះដែរដើម្បីហូបទៅជាមួយនឹងបាយរបស់យើងហ្នឹងថ្ងៃនេះគឺម្ហូបគោកសុទ្ធហើយវិធីបុកស្វាយរបស់ខ្ញុំគឺកាន់តែងាយទៀតគឺខ្ញុំអាំងត្រីងៀតរបស់ខ្ញុំឲ្យរាងក្រៀមអញ្ចឹងមកយើងអាំងម្ទេសអាំងខ្ទឹមយើងយកវាទៅបុកជាមួយនឹងស្វាយបងប្អូនគឺមានរសជាតិឆ្ងាញ់តែម្ដងចំពោះត្រីក៏ដូចជាខ្ទឹមម្ទេសរបស់យើងគឺយើងត្រូវតែអាំងឲ្យឆ្អិនឲ្យឡើងឈ្ងុយតែម្ដងណាបងប្អូនហើយចំណែកឯស្វាយរបស់យើងនោះគឺយើងរើសយកតែស្វាយខ្ចីហើយមានរសជាតិជូរទៅយើងយកមកបុកជាមួយនឹងត្រីងៀតរបស់យើងគឺមានរសជាតិឆ្ងាញ់ហើយគ្រឿងផ្សំរបស់យើងគឺយើងអត់មានដាក់អីច្រើនទេយើងដាក់តែស្ករប៊ីចេងក៏ដូចជាម្សៅស៊ុបបន្តិចមកយើងបុកខ្ទឹមបុកម្ទេសយើងដែលបានអាំងឲ្យម៉ត់ចូលមកបន្ទាប់ពីយើងបុកម្ទេសម៉ត់មកគឺយើងបេះត្រីអាំងរបស់យើងនោះបុកឲ្យយូរទៅសាច់ទេណាបងប្អូនអត់ដាក់ឆ្អឹងដាក់អីចូលទេយើងបុកវាឲ្យម៉ត់មកហើយចាំយើងសាប់ស្វាយរបស់យើងដាក់ចូលគឺបុកបំប៉ុនគ្នាឲ្យម៉ត់ឈឹងតែម្ដងអូយបងប្អូនអើយនឹកឃើញដល់មុខម្ហូបមួយមុខនេះគឺស្រៀបទឹកមាត់តែម្ដងគឺវាមានរសជាតិឆ្ងាញ់មែនទែនបើបងប្អូននឹកថាមិនដឹងថាធ្វើម្ហូបអីនេះអាចនឹកឃើញមុខម្ហូបមួយមុខនេះបានធានាឲ្យតែមានរសជាតិឆ្ងាញ់ហើយយើងអាចធ្វើទុកក្នុងទូទឹកកកហូបបានយូរតែម្ដងហើយបងប្អូនគឺជាអាហារមួយដែល special ណាសុំញ៉ាំតិចណាក្លៀនបុកស្វាយគូក្តៅអូăn caoត្រីអីគេមែនខ្ញុំចូលចិត្តណាកំពូលឆ្ងាញ់ណា